អីបងប្អូនបានការអីមនុស្សដែលខ្លាំងពិតប្រាកដទៅបងប្អូនចំណាំមើលចុះមនុស្សដែលខ្លាំងពិតប្រាកដទៅបងប្អូនគឺជាមនុស្សដែលហ៊ានធ្វើការងារប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួនបងប្អូនយល់អានឹងអត់មនុស្សដែលខ្លាំងពិតប្រាកដគឺជាមនុស្សដែលហ៊ានធ្វើការងារប្រឆាំងជាមួយនឹងប្រយោជន៍របស់ខ្លួនពួកតំណាងរាស្ត្ររបស់គណៈបកសំរងស៊ីពួកយុវជនរបស់គណៈបកសំរងស៊ីគណៈបកសិទ្ធិមនុស្សអូគេចេញមកសុទ្ធតែតាមផ្លូវរបស់មេគេដណ្ដើមគ្នាដើម្បីផ្គាប់ចិត្តមេរបស់គេឲ្យតែយុវជនរបស់គេនឹងឡើងនិយាយក្នុងរយោម្ដងអូគេជួយរដ្ឋាភិបាលនឹងគេធ្វើតាមមេគេបងប្អូនល្ងងបងប្អូនមើលឃើញថាអានេះក្លាហានណាស់ការពិតវាជេរផ្គាប់ចិត្តមេវាដើម្បីឲ្យមេវាឃើញហៅវាធ្វើធំឲ្យវាធ្វើតំណាងរាស្ត្រតែខ្ញុំនិយាយថាអ្នកក្លាហានពិតប្រាកដណាមិនងាយមានទេបងប្អូនគឺជាមនុស្សដែលហ៊ានធ្វើការងារប្រឆាំងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនវាហ៊ានប្រឆាំងមួយមេវាហ្មងមេវាអ្នកឲ្យអំណាចវាហ៊ានធ្វើការងារប្រឆាំងមួយមេវាហ្មងដាច់ប្រយោជន៍ក៏ដាច់ទៅអានោះខ្លាំងណាស់បងប្អូនបើគ្រាន់តែជេរតាមមេរបស់វាដើម្បីផ្គាប់ចិត្តមេវាដើម្បីឲ្យវាបានទទួលតំណែងព្រោះមេវាជាអ្នកចាត់តាំងអានឹងអត់ខ្លាំងទេបងប្អូនគណៈបកសំរងស៊ីគេធ្វើជាពិសេសពួកយុវជននិងពួកតំណាងរាស្ត្ររបស់គេគឺនាំគ្នាប្រជែងជេររដ្ឋាភិបាលដើម្បីបង្ហាញថាគេខ្លាំងខ្ញុំថាអាខ្លាំងពិតប្រាកដណាអាហ៊ានប្រឆាំងមួយមេឃើញមេខុសហ៊ានថាខុសឃើញមេត្រូវហ៊ានថាត្រូវអានោះដាច់ប្រយោជន៍ខ្លួនវាអានោះយូរមានមួយឯងងាយអាណាហ៊ានទេបងប្អូនមនុស្សខ្លាំងពិតប្រាកដគឺមនុស្សដែលហ៊ានធ្វើការងារប្រឆាំងជាមួយនឹងផលប្រយោជន៍របស់ខ្លួនមនុស្សច្រើនណាស់បងប្អូនដែលបងប្អូនមើលឃើញថាគេមានភាពក្លាហានហ្នឹងប៉ុន្តែក្លាហានរបស់គេគឺដើម្បីផលប្រយោជន៍របស់ខ្លួនរបស់គេអានឹងក្លាហានទេអាក្លាហានពិតប្រាកដទៅហ៊ានធ្វើការងារអីក៏ដោយដែលប្រឆាំងជាមួយនឹងផលប្រយោជន៍របស់ខ្លួនមនុស្សអញ្ចឹងខ្លាំងណាស់បងប្អូនងាយហ៎ពួកយើងសប្ងៃកំពុងតែបង្រៀនបងប្អូនឲ្យចេះពីរបៀបនៃការធ្វើនយោបាយដើម្បីឲ្យបងប្អូនឆ្លុះបញ្ចាំងអ្នកនយោបាយពីព្រោះបងប្អូនជាអ្នកដែលជ្រើសរើសអ្នកនយោបាយខ្លាចបងប្អូនជ្រើសរើសអ្នកនយោបាយខុសអញ្ចឹងបង្រៀនបងប្អូនឲ្យចេះមើលអ្នកនយោបាយជាទស្សនៈវិស័យមុតស្រួចតាំងពីខ្ញុំនៅក្នុងគណៈបកសំស៊ីនេះខ្ញុំថាស្រុកខ្មែរធ្វើនយោបាយអត់កើតទេបើរៀនល្ងងយ៉ាងនេះអ្នកនយោបាយត្រឹមត្រូវដែលជាអ្នកនយោបាយពិតប្រាកដអត់មានអត្ថិភាពនៅក្នុងស្រុកខ្មែរបានទេពីព្រោះរាជខ្មែរគាត់ល្ងងអត់ចេះធ្វើនយោបាយទេហើយគាត់ជាអ្នកសម្រេចចិត្តរើសអ្នកនយោបាយតែគាត់អត់ចេះពីនយោបាយទេ